សួស្តីបងអូនស្រីសូមអបអរសាទរបងអូនមកណាដែលយកសពឃើញព្រះសង្ឃអញ្ចឹងណាហ្នឹងហើយមាន4ចំណុចណាបងសង្ខេបប្រាប់បងអូនទី1លោកសង្ឃតម្លាឲ្យសេចក្តីសុខនិងស្ងប់ស្ងាត់អញ្ចឹងបានន័យថាបងអូនស្រីកំពុងស្វែងរកសេចក្តីសុខឬត្រូវទទួលបានសេចក្តីសុខឆាប់នេះហើយទី2ណាគឺមានទេវតាឬគ្រូបអាចារ្យរបស់ប្អូនហ្នឹងណែនាំឲ្យប្អូននឹងពិចារណាមុនសម្រាប់ចិត្តធ្វើទង្វើអ្វីមួយឬប្អូននិយាយអ្វីមួយទៅកាន់អ្នកដទៃគិតឲ្យបានត្រឹមត្រូវប្រកបដោយក្រមសីលធម៌ហើយទី3ធ្លាប់មានការឈឺចាប់ផ្លូវចិត្តដូច្នេះត្រូវដល់ពេលផ្លាស់ប្ដូរហើយជីវិតឲ្យប្រសើរឡើងវិញណាអូនទី4គឺមានលៀបសំណាងធំនិងមានការរាប់អានពីមនុស្សជុំវិញខ្លួនបងអូនហ្នឹងណាបាទគឺមានតែប៉ុណ្្នឹងទេអូនអរគុណច្រើនណា